មុខងារនិងបច្ចេកវិទ្យាទំនើបទាំង5របស់រថយន្តអគ្គិសនីបច្ចុប្បន្ន Yep Plus ដែលលោកអ្នកមិនតាមបានដឹងច្បាស់ទី1គឺប្រព័ន្ធ Frank Dual Piston Caliper ប្រព័ន្ធ Frank Dual Piston Caliper ផ្ដល់អត្ថប្រយោជន៍ដូចជាក្នុងការបង្កើនកម្លាំង Frank និងការបែងចែកសម្ពាធឲ្យកាន់តែស្មើទៅលើបន្ទះ Frank ដើម្បីដំណើរការជាប់លាប់នឹងការគ្រប់គ្រង modulation ឲ្យកាន់តែប្រសើរវាអាចជួយកាត់បន្ថយទម្ងន់ដែលមិនមាន boost stop ដែលធ្វើឲ្យការបើកបរកាន់តែប្រសើរនិងសុវត្ថិភាពខ្ពស់ទី2ជាមួយនឹងមុខងារ VTL ដែលអាចទាញយកថាមពលយកមកប្រើប្រាស់នៅខាងក្រៅបានការទាញយកថាមពលអគ្គិសនីយកមកប្រើប្រាស់នៅខាងក្រៅជាមួយនឹងមុខងារ VTL មុខងារ VTL អាចផ្គត់ផ្គង់ជាមួយនឹងថាមពលអគ្គិសនីទៅឧបករណ៍ខាងក្រៅបានប្រៀបដូចជាម៉ាស៊ីនភ្លើងចល័តចឹងបើនិយាយពីការបោះតង់វិញអស់បារម្ភទៀតហើយលេងខ្វះថាមពលអគ្គិសនីយកទៅប្រើប្រាស់ទៀតហើយទី3មុខងារ Sin Mode មុខងារ Sin Mode ដែលបានខាំភ្លេងប្រៀបដូចជាធម្មជាតិនៅជុំវិញខ្លួនចឹងដែលអាចឲ្យលោកអ្នកសម្រាកនៅក្នុងរថយន្តជាមួយនឹងសម្លេងបំពេបែបធម្មជាតិយ៉ាងមានភាពកក់ក្ដៅនិងស្ងប់ស្ងាត់បំផុតទី4ជាមួយនឹងប្រព័ន្ធសលេង 3D Surround Sound សហរដ្ឋអាមេរិកប្រព័ន្ធសលេង 3D DTS Surround Sound គឺជាឧបករណ៍បំពងសំឡេងទាំង8កន្លែងរបស់រថយន្តបច្ចុប្បន្ន Yep Plus សម្រាប់ការបំពងសំឡេងគឺដូចជារោងកុនអញ្ចឹងមិនថាស្ដាប់ចម្រៀងឬមើលខ្សែភាពយន្តទេដូចសំឡេងពិតៗអញ្ចឹងទី5សោរដ៏ឆ្លាតវៃរបស់រថយន្តអគ្គិសនីបច្ចុប្បន្ន Yep Plusសោរឆ្លាតវៃរបស់រថយន្តអគ្គិសនីបច្ចុប្បន្ន Yep Plus អាចបញ្ជាពីចម្ងាយបានតាមចិត្តដើរមកឡានអាចចូលឡានបានភ្លាមៗតែម្ដងបញ្ជាបើកម៉ាស៊ីនត្រជាក់ពីចម្ងាយទម្លាក់កញ្ចក់បិទកញ្ចក់បានពីចម្ងាយនិងបញ្ជាចេញពីចំណតអ្វីដែលកាន់តែពិសេសជារថយន្តបច្ចុប្បន្នពីខាងក្រុមហ៊ុន SSKX Cambodia អាចមានកូនសោររហូតដល់5គ្រាប់ឯណោះទាំងនេះគឺជាមុខងារនិងបច្ចេកវិទ្យាទំនើបទាំង5របស់រថយន្តអគ្គិសនីបច្ចុប្បន្ន Yep Plus និងមានមុខងារទំនើបជាច្រើនទៀតចង់ដឹងបន្ថែមអាចទាក់ទងមកកាន់លេខទូរស័ព្ទ017 211និង200ដែលមានទីតាំងស្ថិតនៅផ្លូវលេខ598ក្បែរភូមិគ្រឹះលោកឯកឧត្តមជាសុខារ៉ាបច្ចេកវិទ្យាដ៏ឆ្លាតវៃគុណភាពកូនកាត់អាមេរិក